បាទ គោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមជាទីគោរពបាទឆ្លងកាត់នៃការបទពិសោធន៍នៃការអានបដិរបស់ខ្ញុំច្រើនអ្វីដែលខ្ញុំសង្កេតឃើញគឺខ្ញុំអាចចំណាំបានមួយចំនួនធំតែម្ដងវាមិនមែនទាំងអស់100%ទេបាទតកតងទៅនឹងបាតដៃមនុស្សដែលជាកូនបងឬក៏គូកូនច្បងនៅក្នុងក្រុមគ្រួសារកូនច្បងនៅក្នុងក្រុមគ្រួសារភាគច្រើនគឺច្រើនតែខ្សែកក្បាលនេះបាទច្រើនតែនៅលើភពពហុបាទអ្នកដែលមានខ្សែកក្បាលខ្ពស់ឬខ្សែកក្បាលនៅលើភពពហុបែបនេះភាគច្រើនគឺច្រើនតែកូនច្បងពីព្រោះមនុស្សបែបនេះមិនសូវមានសេចក្តីសុខតខ្លួនទេបាទជីវិតសេចក្តីសុខរបស់គាត់គឺលះបង់ច្រើនដើម្បីគ្រួសារដើម្បីប្អូនដើម្បីឪពុកម្ដាយអញ្ចឹងហើយសេចក្តីសុខឬក៏គូសកលជីវិតគូរបស់គាត់ក៏មិនសូវសមបំណងនឹងច្រើនដែរអញ្ចឹងគាត់ភាគច្រើនគឺប្រើសេចក្តីសុខខ្លួនឯងដើម្បីបង្កើតនៅទ្រព្យសម្បត្តិបង្កើតនៅលុយកាក់ដើម្បីគ្រួសារឪពុកម្ដាយបងប្អូនចឹងភាគច្រើនគឺមនុស្សដែលមានកូនបងឬក៏ជាកូនបងគេនៅក្នុងគ្រួសារច្រើនតែមានទម្រង់ដៃនឹងបែបហ្នឹងបាទមិនមែនទាំងអស់ទេប៉ុន្តែភាគច្រើនបើខ្ញុំនិយាយក្នុងន័យភាគច្រើនអញ្ចឹងគឺខ្ញុំសង្កេតមួយយូរហើយបាទតាំងពីការអានបាតដៃរបស់ខ្ញុំតាំងដំបូងមកគឺលក្ខណៈបែបនេះឯងបាទ